ធីបុណ្យចម្រើនបញ្ជូនហើយជាពិសេសថ្ងៃនេះបុណ្យរួចយកបានចំណាយនៅធនធានទ្រព្យសម្បត្តិច្រើនណាស់ប្រគេនព្រះសង្ឃឡើង21អង្គ21អង្គយកមិនងាយហើយ21អង្គនេះកើតឡើងដោយអត់បានព្រៀងទុកទៀតសម្រាប់ព្រះសង្ឃនៅក្នុងវត្តនេះមានទាំងអស់តែ14អង្គទេចឹងជាលៀបជាសំណាងជាបុណ្យរបស់ញោមកសាងពីតេជជាតិមកទាំងអស់គ្នាហើយបានញាតិមិត្តចូលរួមបច្ច័យទាំងអស់បាន12500ហើយ12500នេះញោមមិនបានទុកចាយវាផ្ទាល់ខ្លួនទេក្រោមការចាត់ចែងមកញោមហើយនឹងញោមមកពីហ្វ្លូរីដានិងកូនភាសាកូនបង្កើតទាំងអស់គ្នាចូលរួមកសាងព្រះវិហារទាំងអស់$12500ខ្ញុំសូមបានជាកុសលនេះឧទ្ទិសជូនដល់ញោមប្រុសបច្ច័យឋានទៅឲ្យអស់រយៈកាល13ឆ្នាំប្រពុតមែនតែបើយើងនិយាយតាមគម្ពីរពុទ្ធសាសនាក៏បានបដិសន្ធិកាត់កំណត់ថ្មី13ឆ្នាំដែរហើយយូរទៅនោះប្រកាសជាមនុស្សក៏បាន13ឆ្នាំដែរ13ឆ្នាំអីជួបកណារួចថានៅគេនៅបោកខ្ញុំសូមបានជាបុណ្យនេះឧទ្ទិសជូនគាត់ឲ្យគាត់បានសេចក្តីសុខសេចក្តីចម្រើនក្នុងជាតិថ្មីក្នុងភពថ្មីចឹងសូមឲ្យគាត់បានសោយសុខនៅក្នុងភពថ្មីជាមនុស្សក្តីជាក្នុងឋានសួគ៌ក្តីដោយអំណាចថ្ងៃនេះកូនចៅញាតិមិត្តរបស់ញោមបានធ្វើបុណ្យចម្រើនបញ្ជូនជូនញោមនឹងដោយអំណាចនៃបុណ្យកុសលថ្ងៃនេះក៏សូមប្រសិទ្ធពរជ័យសិរីសួស្តីកើតមានដល់ញោមទាំងអស់គ្នាដែលបានជួយជ្រោមជ្រែងក្នុងពិធីបុណ្យចម្រើនបញ្ជូនហើយបានបច្ច័យកសាងព្រះវិហារដែលជាសេនាសនៈទានបានបុណ្យទាំងថ្ងៃទាំងយប់និងក្នុងគម្ពីរពុទ្ធសាសនាលោកសម្ដែងថាបុគ្គលណាបានកសាងសេនាសនៈទានបានបុណ្យទាំងថ្ងៃទាំងយប់នឹងដោយអំណាចនៃបុណ្យទាំងថ្ងៃទាំងយប់នេះសូមបានជួយទ្រទ្រង់ញោមទាំងអស់គ្នាកើតជាតិណាសូមឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ជាតិកុំឲ្យស្គាល់ពាក្យថាគ្មានពាក្យថាក្រពាក្យថាអត់កុំឲ្យកើតមានដល់ក្រុមគ្រួសារញោមទាំងអស់គ្នាឡើយ